ខ្ញុំកណាសូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានិងជួយដល់បងប្អូនជនភៀសសិស្សរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការបាននឹងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយដល់បងប្អូនជនភៀសសិស្សនៅតាមបណ្ដោយព្រំដែនសម្រាប់ពលរដ្ឋភៀសសិស្សដែលអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានអាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែងនិងសម្រួលពួកគាត់ឲ្យបានវិលត្រឡប់ទៅកាន់ភូមិឋានវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដោយគិតគូរយ៉ាងម៉ត់ចត់អំពីសុវត្ថិភាពជីវភាពនិងសុខុមាលភាពរបស់ពួកគេចំណែកអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលក្នុងការមើលថែទាំពួកគេក្នុងមណ្ឌលសុវត្ថិភាពគិតត្រឹមល្ងាចថ្ងៃម្សិលមិញមានពលរដ្ឋភៀសសិស្សប្រមាណជាង 48,000 នាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញក្នុងចំណោមជនភៀសសិស្សសរុបជាង 64,000 នាក់ដូច្នេះនៅសល់ជនភៀសសិស្សជាង 16,000 នាក់ទៀតកំពុងតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយហើយអាជ្ញាធរកំពុងតែសម្របសម្រួលដើម្បីឲ្យពួកគេបានត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ទន្ទឹមនឹងនេះសាលារៀនមន្ទីរពេទ្យមណ្ឌលសុខភាពនិងស្ថាប័នផ្ដល់សេវាសាធារណៈនានាក៏បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះសូមបញ្ជាក់ជូនថាការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសិស្សមានចែងក្នុងចំណុចទី4នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដែលមានសេចក្តីថាភាគីទាំងពីរឯកភាពអនុញ្ញាតឲ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅជាធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងខ្លួនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានតែងតាំងសមាជិកក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃ23ខែធ្នូឆ្នាំ2025ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការទម្លាក់គ្រាប់បែករបស់ភាគីថៃបច្ចុប្បន្នក្រុមការងារចំពោះកិច្ចនេះកំពុងតែចុះវិយតម្លៃស្ថានភាពជាក់ស្ដែងនៅតាមបណ្ដាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ដើម្បីដឹងពីទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏ដូចជាផលប៉ះពាល់ជាក់ស្ដែងទៅលើជីវភាពរបស់ប្រជាពលរដ្ឋដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ស្ដារឡើងវិញនៅជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតនៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី10ខែមករាឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថារាជរដ្ឋាភិបាលតាមរយៈក្រុមការងារចំពោះកិច្ចកំពុងសិក្សានិងវិយតម្លៃអំពីផលប៉ះពាល់សំខាន់ចំនួន3គឺផលប៉ះពាល់លើផលដំណាំស្ថានភាពបំណុលនិងការស្ដារឡើងវិញជាបន្ទាន់នៅសេវាសាធារណៈចាំបាច់ដូចជាទឹកស្អាតអគ្គិសនីនិងទូរគមនាគមន៍ជាដើមក្រៅពីនោះការបោសសម្អាតកាកសំណល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក៏ជាកិច្ចការដ៏សំខាន់មួយដើម្បីធានាសុវត្ថិភាពជូនបងប្អូនពលរដ្ឋភៀសសិស្សមុននឹងអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែងដើម្បីជួយពិនិត្យនិងព្យាបាលសុខភាពជូនបងប្អូនពលរដ្ឋភៀសសិស្សផងដែរក្រៅពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក៏មានការចូលរួមយ៉ាងសកម្មពីបណ្ដាប្រទេសជាមិត្តដៃគូអភិវឌ្ឍអង្គការជាតិនិងអន្តរជាតិវិស័យឯកជននិងសប្បុរសជននានាតាមរយៈការផ្ដល់ថវិកាសម្ភារៈដើម្បីជួយដល់បងប្អូនជនភៀសសិស្សនិងវីរៈកងទ័ពវីរៈកងនគរបាលនៅជួរមុខឆ្លៀតឱកាសនេះរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាប្រទេសជាមិត្តដៃគូអភិវឌ្ឍនិងសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយចិត្ត
នឹងបានបរិច្ចាគធនធានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះសូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀតដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នានៅក្នុងគ្រាលំបាកដែលជាកម្លាំងស្នូលនៃសង្គមខ្មែរនិងក៏ជាការបង្ហាញពីស្មារតីគាំទ្រសន្តិភាពនិងលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាដោយសន្តិវិធីពីព្រោះសង្គ្រាមតែងតែបង្កវិនាសកម្មនិងទុក្ខសោកគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋដោយដែលយើងបានហែលឆ្លងកាត់រួចមកហើយក្នុងន័យនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពនិងតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតមួយកម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនៅបទឈប់បាញ់គោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025រួមទាំងកិច្ចព្រមព្រៀងនានាដែលបានធ្វើកាលពីពេលកន្លងទៅនិងជានិច្ចកាលប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នូវការកែប្រែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ